សួស្តីអ្នកនាងនេះជារបៀបនៃការ download វីដេអូពី TikTok ដើម្បីកុំឲ្យជប់ logo ហ្នឹងហើយអ្នកនាងធ្វើតាមខ្ញុំនេះយើងមិនបងយើងចូល TikTok ហើយយើងចូលកន្លែង share ហ្នឹងមកបន្ទាប់មកយើងឃើញ link ហ្នឹងហើយយើងចុចកន្លែង link ហ្នឹងមកបន្ទាប់មកយើងចេញទៅក្រៅវិញយើងចូលអាកន្លែងSafari នេះក៏បានហើយនឹងចូលក៏បានហើយសម្រាប់ខ្ញុំចូល Safari នេះមកបន្ទាប់មកយើងចូលកន្លែង research ហ្នឹងហើយចូលតាមខ្ញុំទាំងអស់គ្នាមកបន្ទាប់មកពេលខ្ញុំយើងវាយពាក្យថា TikTok download ហ្នឹងហើយយើងវាយពាក្យថា TikTok download មក TikTok download បន្ទាប់មកយើងចុច enter ចុចអាសញ្ញាព្រួយហ្នឹងមកដើម្បីឲ្យវា search រកពាក្យថា TikTok នេះនៅដល់នេះបន្ទាប់មកនេះយើងចុចហើយយើងយកពាក្យថា TikTok ណា TikTok download ហ្នឹងមកបន្ទាប់មកយើងចុចខ្វែងវាចសិនមកពាណិជ្ជកម្មហ្នឹងបន្ទាប់មកយើងផាស link ដែលយើងបានទៅ copy ពី TikTok បន្ទាប់មកយើងចុចកន្លែងdownload នេះមកវានឹងចេញវីដេអូយើង download ហើយអានេះកន្លែង download នេះយើងចុចពាក្យថា download មកហើយកន្លែង download HD នោះហ្នឹងវាទាមទារពាណិជ្ជកម្មបន្ទាប់មកយើងចុចកន្លែង download នេះមកដើម្បីឲ្យបានវីដេអូហើយវីដេអូយើងពេញហើយបន្ទាប់មកយើងចុចបិទវាហើយពាណិជ្ជកម្មយើងទៅចុចកន្លែងពាក្យថា download ខាងលើនេះមកញ៉ាំព្រួយហ្នឹងបន្ទាប់មកយើងនឹងឃើញពាក្យថា download យើងចុចចូលកន្លែងហ្នឹងមកនេះហ្នឹងហើយបន្ទាប់មកយើងនឹងឃើញវីដេអូរបស់យើងបាន download មិនអញ្ចឹងយើងចុចជុំវីដេអូហ្នឹងមកបន្ទាប់មកយើងចុចអាកន្លែងសញ្ញាព្រួយខាងក្រោមនេះអាកន្លែងលើហ្នឹងចុចវាមកវានឹងឃើញពាក្យថា save video អញ្ចឹងយើងចុចកន្លែង save video ហ្នឹងមកដើម្បីបានវីដេអូរបស់យើងបន្ទាប់មកយើងចេញទៅក្រៅវិញមកយើងទៅមើលអាកន្លែងphoto យើងមកនឹងឃើញវីដេអូមកដែលយើងបាន download អញ្ចឹងវាអត់មានចូល logo ទេអ្នកនរអញ្ចឹងអរគុណច្រើនអ្នកនរសម្រាប់ការតាមវីដេអូនេះបាយបាយ